សួស្តីអ្នកនរគ្នាឥឡូវខ្ញុំមានចំណុចសំខាន់មួយចង់បង្ហាញពាក់ព័ន្ធនឹង Toyota Prius ដែលពីច្រើនវាហូរទឹកដក់ចូលក្រោមនេះឬក៏ពេលខ្លះចូលតែអង្គុយបាទអញ្ចឹងយើងរកមូលហេតុវាឃើញយើងមើលកន្លែងនេះកន្លែងប្រេះបាទនេះដាក់ទៅដាក់កៅដបូលដែលយើងវាប្រេះវាជូរឆ្នាំទៅវាប្រេះអញ្ចឹងប្រេះធ្វើឲ្យទឹកហូរមកចូលទៅតាមនឹងអាចហៀចូលតាមនេះស្នាមទឹកឯងអញ្ចឹងយើងប្រយ័ត្នមែនតើគួរតែឆែកមើលបាទអានេះក៏អញ្ចឹងដែរប្រេះទាំងសងខាងហ្មងណាអញ្ចឹងដល់ពេលហើយវាហូរមកវាហូរចេញតាមនេះបាទចេញតាមនេះចូលទៅក្នុងដក់ក្នុងក្រោមនេះឡើងស្លែឃើញទេបាទអញ្ចឹងហើយទុកយូរឆេះអស់ឡានអស់បាទអញ្ចឹងអាសាមើលវានេះដល់ខ្ញុំដោះអាស៊ីលនេះត្រូវបិទកាវកន្លែងប្រហោងហ្នឹងចុងកន្លែងជួរហ្នឹងបិទទាំងសងខាងទៅហ្នឹងតែប៉ុណ្្នឹងទៅលេងអីខាងនេះមានបញ្ហាទេវាមានកស៊ូវាខាងនេះអញ្ចឹងបញ្ហាលេចទៅតាមហ្នឹងឯងតែបែរនេះមានកស៊ូវាចិត្តហើយអញ្ចឹងវាលេចតាមហ្នឹងមកវាហូរមកតាមក្នុងនេះបាទមិនសើខ្ញុំដោះចេញហើយអានេះនៅវាហ្នឹងអញ្ចឹងកន្លែងនេះវាហូរមកតាមនេះវិញបាទខ្ញុំបណ្ឌិតមើលទៅវាអត់មានចូលតាមណាទេអញ្ចឹងវាចេញមកប្រហោងហ្នឹងឯងបាទនេះអញ្ចឹងប្រហោងនេះយើងគួរតែបិទកាវទិញអាកាវបិទដបូលយើងហ្នឹងបិទតាមកែមហ្នឹងមកបើមិនជាយើងខ្លាចនេះបិទបន្ថែមមកណាបាទនេះក៏បិទទៅកន្លែងណាកែមប្រឡោះនេះបិទទៅដើម្បីថ្ងៃក្រោយទៅយើងអត់សូវបារម្ភវាចូលទឹកទៀតណាបាទនេះកែមអញ្ចឹងយើងបិទទៅកន្លែងតណវាហ្នឹងណដែកបិទតិចដល់ពីលើទៅវាល្អកន្លែងអីបាទអាមុខអញ្ចឹងយើងបិទកន្លែងមុខកន្លែងមុខជួរដបូលនេះជួរដបូលនេះយើងបិទតែចុងដោយសារចុងជួរហ្នឹងវាក្តៅដល់ពេលវាក្តៅវាត្រូវលឺប្រតិទយូរទៅវានឹងប្រេះឆ្នាំប្រេះកាវវាបើសិនជានៅក្នុងក្រោមជួរនេះអត់អីទេនៅក្រោមជួរនេះអត់អីទេហើយអាមុខនេះវាត្រូវផុតជួរនោះវាក្តៅវាប្រេះទឹកលាងមកចូលតាមហ្នឹងបាទមុខពាក់ដាលនេះអត់អីទេបញ្ហាអាចចុងនេះតិចទៀតយើងអាចបិទទៅដាក់ឡើងស៊ីលីខុននេះតិចទៅហ្នឹងមានឲ្យប្រេះតិចទៅបិទទៅបាទយើងមានបាត់ទៀតបាទអញ្ចឹងមានតែប៉ុណ្្នឹងបើសិនជាតាមស្តុបនេះវាអត់មានលេខមានអីទេអត់ឃើញលេខអីទេលេខទៅតាមនេះបាទតាមនេះមានគិញចូលលេខទឹកអីទេតែយើងគួរតែបិទទៅបាទការពីបាទអរគុណច្រើនបានខ្ញុំទិញកៅនេះកៅបិទកញ្ចក់ហ្នឹងខ្ញុំយកថ្លាតបានបិទទេគ្រាន់តែយើងទិញមកតិចទៀតយើងបិទដែរបាទអញ្ចឹងមានតែប៉ុណ្្នឹងសូមអរគុណច្រើនដែលបានតាមដានបាទ